រមៀបសួរបងប្អូនយើងនៅក្នុង TikTok Facebook និង YouTube ទាំងអស់គ្នាបងប្អូនខណៈពេលនេះម៉ោង 12:51 នាទីនៅថ្ងៃទី14ខែធ្នូឆ្នាំ2025បងប្អូននៅក្នុងคลิปនេះខ្ញុំចង់ផ្ញើសារនេះទៅកាន់ប្រទេសថៃប្រជាជនយើងទាំងពីរប្រទេសបងប្អូនខ្ញុំចង់សម្ដែងនៅមតិយោបល់ដែលជាហេតុបណ្ដាលឲ្យមានសង្គ្រាមឧក្រិដ្ឋសង្គ្រាមកើតមានឡើងរវាងប្រទេសទាំងពីរនេះគឺបណ្ដាលមកពីស្ដេចថៃបងប្អូនហ្នឹងហើយអញ្ចឹងខ្ញុំនេះគឺជាអារម្មណ៍ពិតរបស់ខ្ញុំគិតថាប្រជាជនថៃក្តីប្រជាជនខ្មែរក្តីពួកយើងមិនត្រូវការសង្គ្រាមបែបនេះទេបងប្អូនអានេះកើតឡើងដោយបកពួកនិយមរបស់រាជវាំងថៃដែលចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាអញ្ចឹងស្ដេចថៃគាត់ធ្វើទៅតាមគម្រោងនៃរាជវាំងរបស់ស្ដេចថៃអញ្ចឹងខ្មែរយើងក៏ដូចជាប្រជាជនថៃត្រូវការសន្តិភាពដូចគ្នាក៏ប៉ុន្តែខាងថៃវាមានដូចថាបកនិយមខាងរាជវាំងដែលមិនទទួលស្គាល់នៅជីវប្រវត្តិពិតខាងរាជវាំងប្រឹងប្រែងក្នុងការក្រឡៃប្រវត្តិសាស្ត្រឲ្យមនុស្សម្នានៅខាងប្រទេសថៃនឹងយល់ច្រឡំមកលើកម្ពុជាអញ្ចឹងមានតែបកពួកថៃមួយចំនួនដែលបានសិក្សាអំពីប្រវត្តិសាស្ត្រគេហៅថាវត្តសាស្ត្រមិនពិតកន្លែងប្រវត្តិសាស្ត្រពិតអញ្ចឹងតែសូមឲ្យបងប្អូនយើងទាំងអស់គ្នានៅខាងប្រទេសថៃខ្ញុំនិយាយថាបងប្អូនយើងនឹងគឺជនជាតិខ្មែរគុណជាតិខ្មែរលើហ្នឹងហើយអញ្ចឹងយើងត្រូវបង្វែរទិសមកស្ដាប់និងរៀនសូត្រអំពីជីវប្រវត្តិពិតរបស់ខ្មែរយើងតាមរយៈចាស់ឪពុកម្ដាយជីដូនជីតាយើងនិងអ្នករៀនសូត្រចេះដឹងអ្នកអានប្រវត្តិសាស្ត្រអ្នកដែលដឹងប្រវត្តិសាស្ត្រពិតមិនមែនតែជនជាតិយើងទាំងពីរហ្នឹងទេគឺមានបណ្ដាប្រទេសផ្សេងទៀតនៅលើពិភពលោកដែលគេជាអ្នកប្រវត្តិសាស្ត្រគឺគេអានគេដឹងអញ្ចឹងខ្មែរយើងខ្មែរលើខ្មែរសរិនខ្មែរបូរីរំទាំង37ខេត្តក្រុងយើងបែរត្រឡប់មកទទួលស្គាល់នៅប្រវត្តិសាស្ត្រពិតជីវប្រវត្តិពិតបើយើងចង់បានសន្តិភាពពិតប្រាកដសូមប្រជាពលរដ្ឋទាំងពីរប្រទេសទទួលស្គាល់នៅជីវប្រវត្តិពិតហើយរួមគ្នាទាំងប្រជាជនថៃទាំងប្រជាជនខ្មែររួមគ្នាកម្ចាត់ចោលនៅជនបង្កឧក្រិដ្ឋសង្គ្រាមហ្នឹងហើយជនបង្កឧក្រិដ្ឋសង្គ្រាមនោះគឺស្ដេចថៃបកពួកស្ដេចថៃបងប្អូនប្រទេសថៃបងប្អូនខ្មែរលើព្រមទាំងជនជាតិសៀមដែលចង់បានសន្តិភាពពិតប្រាកដនាំគ្នារួមគ្នាកម្ចាត់ក្រុមឧក្រិដ្ឋសង្គ្រាមហ្នឹងហើយក្រុមឧក្រិដ្ឋសង្គ្រាមខាងថៃនឹងគឺចាប់ឲ្យបងប្អូនខាងកម្ពុជានេះគឺចង់បានសន្តិភាពតាំងពីរាជវង្សរហូតទៅដល់រាស្ត្រហ្នឹងហើយអញ្ចឹងបើកាលណាយើងចង់បានសន្តិភាពពិតប្រាកដយើងឈប់បង្ហូរឈាមតទៅទៀតទាំងប្រជាជនថៃទាំងប្រជាជនខ្មែររួមគ្នាបំបត្តិឧក្រិដ្ឋជនសង្គ្រាមអញ្ចឹងនេះគឺជាគោលបំណងរបស់ខ្ញុំពីប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំគិតថាប្រជាជនថៃក៏មានអ្នកត្រូវការសន្តិភាពដូចប្រជាជនកម្ពុជាដែរបងប្អូនក៏ប៉ុន្តែអានេះគឺជាកើតឡើងដោយសារក្រុមបកពួករបស់រាជវាំងថៃដែលគាត់ប្រឹងក្រឡៃប្រវត្តិសាស្ត្រពិតទៅជាក្រឡៃទៅជាប្រវត្តិសាស្ត្រមិនត្រឹមត្រូវវាត្រូវតែបង្កើតឡើងនៅសង្គ្រាមបង្ហូរឈាមបែបនេះឯងបងប្អូនអញ្ចឹងបើកាលណាយើងនៅតែទុកឲ្យមានជនបង្កណែឧក្រិដ្ឋសង្គ្រាមបែបនេះ
តំបន់អាស៊ីយើងនេះมันអាចទទួលបាននៅសន្តិភាពដោយពិភពលោកចង់បានទេជាពិសេសលោកប្រធានាធិបតីដូណាល់ត្រាំដែលកំពុងសម្របសម្រួលចង់បានសន្តិភាពនោះมันទទួលបានទេអញ្ចឹងនេះគឺជាសារចេញពីខ្ញុំម្នាក់ជាពលរដ្ឋខ្មែរម្នាក់ចង់បានពិភពលោកសន្តិភាពអញ្ចឹងខ្ញុំសូមអំពាវនាវទៅជនជាតិខ្មែរយើងទាំងអស់គ្នាទាំងក្នុងប្រទេសក្រៅប្រទេសទាំងខ្មែរលើខ្មែរក្រោមរួបរวมសាមគ្គីគ្នាឡើងដើម្បីសន្តិភាពនៅក្នុងតំបន់នេះអញ្ចឹងរួមគ្នាទាំងជនជាតិថៃផងដែរបើកាលណាចង់បានសន្តិភាពទាំងអស់គ្នាយើងត្រូវតែរមមូលហេតុនៃឧក្រិដ្ឋសង្គ្រាមនេះកើតឡើងដោយសារអ្វីហ្នឹងហើយដោយសារសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជាហើយបើកាលណាយើងមិនរួបរวมគ្នារកដំណោះស្រាយរកសន្តិភាពទេសង្គ្រាមមួយនេះនឹងអាចคล้ายទៅជាសង្គ្រាមលោកនៅអាស៊ីបងប្អូនអញ្ចឹងបើជនជាតិថៃក្តីជនជាតិខ្មែរក្តីហ្នឹងហើយត្រូវការសន្តិភាពពិតប្រាកដយើងត្រូវតែរួមដៃគ្នាលុបបំបាត់នៅឧក្រិដ្ឋជនសង្គ្រាមនៅប្រទេសថៃហ្នឹងបងប្អូនយើងពិនិត្យមើលហ្នឹងហើយអានេះយើងធ្វើអ្វីដើម្បីសន្តិភាពពិភពលោកពិតប្រាកដនឹងឲ្យទាំងបណ្ដាប្រទេសមហាអំណាចផ្សេងទៀតនៅលើពិភពលោកក្តីអង្គការសិទ្ធិមនុស្សប្រចាំនៅអាស៊ីអាគ្នេយ៍អង្គការសហប្រជាជាតិព្រមទាំងបណ្ដាអង្គការផ្សេងទៀតដែលយើងបង្កើតមកឲ្យមានជាសមាគមអាស៊ានហើយនោះយើងកុំខ្លាចហ្នឹងហើយអញ្ចឹងខ្ញុំសូមអំពាវនាវទៅអង្គការសហប្រជាជាតិបង្កើនគុណភាពការងារឡើងកម្ពុជាបានចូលជាសមាជិកអាស៊ានហ្នឹងហើយថៃក៏ជាសមាជិកអាស៊ានអញ្ចឹងអង្គការសហប្រជាជាតិត្រូវតែមានស្មារតីក្រោកឡើងបើចង់ឲ្យពិភពលោកមានសន្តិភាពពិតប្រាកដត្រូវបញ្ចេញសមត្ថភាពនិងគុណភាពការងារឡើងនឹងប្រទេសមហាអំណាចផ្សេងទៀតបើយើងចង់បានឲ្យសន្តិភាពកើតមាននៅលើពិភពលោកយើងត្រូវតែធ្វើការនេះឲ្យមានគុណភាពកុំយកកម្ពុជាទៅធ្វើកូនបាល់ទាត់ចុះទាត់ឡើងដើម្បីកេងចំណេញរបស់ប្រទេសណាមួយខ្ញុំនិយាយអត់ថាទៅប្រទេសណាទេកុំកេងចំណេញអំពីប្រទេសតូចមួយបើប្រៀបធៀបទៅនឹងប្រទេសមហាអំណាចផ្សេងទៀតគឺប្រទេសខ្មែរប្រប៉ិនសបកក្តាមឯងបងប្អូនអញ្ចឹងពិភពលោកពិចារណាអំពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជាដើមឡើយគឺជាប្រទេសគេហៅថា Kingdom ហ្នឹងហើយ Kingdom ជាប្រទេសគេហៅថាមហានគរចក្រភពខ្មែរហ្នឹងហើយអញ្ចឹងពិភពលោកត្រូវផ្ដល់នូវភាពយុត្តិធម៌និងសន្តិភាពឲ្យកម្ពុជាឲ្យបានពិតប្រាកដហ្នឹងហើយនេះគឺជាគោលបំណងរបស់ខ្ញុំម្នាក់ចេញពីពលរដ្ឋកម្ពុជាហ្នឹងហើយចង់បានយុត្តិធម៌និងសន្តិភាពហើយធ្វើការដោយបំរើនៅសន្តិភាពពិភពលោកយ៉ាងពិតប្រាកដប្រទេសមហាអំណាចណាក៏ដោយហ្នឹងហើយបើចង់បានសន្តិភាពពិតប្រាកដត្រូវតែរកដំណោះស្រាយហើយជួយកម្ចាត់នៅឧក្រិដ្ឋជនសង្គ្រាមហ្នឹងហើយឧក្រិដ្ឋជនសង្គ្រាមនៅអាស៊ីនេះគឺយើងឃើញច្បាស់ហើយហ្នឹងហើយអញ្ចឹងសូមផ្ញើសារនៅគោលបំណងនិងមតិយោបល់ខ្ញុំយកទៅជួយរកដំណោះស្រាយឲ្យតំបន់អាស៊ីអាគ្នេយ៍នេះគឺកើតឡើងដោយចំនួនរវាងប្រទេសថៃនិងកម្ពុជាគឺថៃនេះឯងជាអ្នកឈ្លានពានមកលើកម្ពុជាអញ្ចឹងសំឡេងខ្ញុំម្នាក់នេះគឺជាកតាលីករទូចមួយក្នុងការជំរុញជួយបូកបន្ថែមទៅសកលលោកដើម្បីរកដំណោះស្រាយកុំឲ្យកើតមានសង្គ្រាមខូខើព្រៃផ្សៃសម្លាប់មនុស្សបេតិកភណ្ឌពិភពលោកខ្ទេចខ្ទីអស់ហ្នឹងហើយអញ្ចឹងបើសិនជាយើងមានដំណោះស្រាយពិតប្រាកដចង់បានសន្តិភាពពិភពលោកពិតប្រាកដនាំគ្នាបង្កើនគុណភាពការងារឡើងគ្រប់ស្ថាប័ននៅលើពិភពលោកសូមជួយរកដំណោះស្រាយនេះឡើងឲ្យបានឆាប់សូមគោរពអរគុណនិងគោរពលាបងប្អូននៅក្នុងសង្គម TikTok Facebook YouTube ទាំងអស់គ្នា